លោកម្ចាស់ប្រាប់ថាអាហារមានរសជាតិឆ្ងាញ់ណាស់នាងអាចទៅផ្ទះវិញបានហើយអ្នកបម្រើជួយជូននាងទៅតាមទ្វារក្រោយផងណាចាស់លោកស្រីហេតុអីក៏ពួកគេឆាប់ដេញខ្ញុំចេញទៅផ្ទះម្ល៉េះទាំងដែលកម្មវិធីទៅតែចាប់ផ្ដើមតែលោកស្រីក្នុងនាមខ្ញុំជាមេចុងភៅខ្ញុំគួរតែទៅសួរសុខទុក្ខលោកម្ចាស់និងភ្ញៀវដទៃទៀតតាមទម្លាប់ធម្មតាអ្នកនាងក៏មិនយល់ទោះដែរមែនទេតើនាងជាអ្នកណានិយាយរឿងអត់ប្រយោជន៍ឆាប់ចេញភ្លាមទៅបើកុំតែគិតថាកូនស្រីខ្ញុំចូលចិត្តនាងខ្ញុំអាចរកមេចុងភៅដែលពូកែជាងនាងពេលណាក៏បានដែរក្នុងពេលដែលខ្ញុំផ្ដល់ឱកាសឲ្យនាងក៏មានអំនួតខ្លាំងពេកណែនាងចង់ទៅណាឆាប់ខត់គេភ្លាមទៅនាងកំពុងតែលុកលុយចូលផ្ទះអ្នកដទៃហើយណាអ្នកម៉ែអ្នកមីងស៊ូអ្នកមីងជីស៊ូជម្រាបសួរលោកម្ចាស់ខ្ញុំជាចុងភៅដែលធ្វើម្ហូបនៅថ្ងៃនេះមិននឹកស្មានសោះថាអ្នកនាងជីស៊ូមានស្នាដៃពិតជាអស្ចារ្យមែនលីស៊ូអ្នកម៉ាក់បានជួយអ្នកមីងជូស៊ីមកធ្វើម្ហូបឲ្យថ្ងៃនេះហេតុអីមិនប្រាប់ពួកយើងឲ្យដឹងមុនផងអ្នកនាងជីស៊ូដល់ពេលត្រឡប់ទៅផ្ទះវិញហើយចាំខ្ញុំឲ្យអ្នកបាក់ឡានជូននាងទៅចុះលោកម្ចាស់ថ្លៃចំណាយសម្រាប់អាហារពេលនេះលោកស្រីថាអាស្រ័យលើការសម្រេចចិត្តរបស់លោកជីស៊ូខ្ញុំដឹងថានាងកំពុងតែខ្វះខានប៉ុន្តែក៏មិនបាច់ប្រញាប់ទារលុយឥឡូវនេះពេកទៅដឹងអីខ្ញុំមិនកេងកម្រៃប្រាក់ឈ្នួលបន្តិចនឹងទេហេតុអីបានជាឥឡូវនេះនាងខ្លាចជាមនុស្សលោភលន់ខ្លាំងម្ល៉េះចង់ស្កេតឬក៏ចង់ផ្ទេបបងជាសាច់ប្រាក់សុទ្ធក៏ស្រួលដែរត្រឹមតែ 5,000 ប៉ុណ្ណោះត្រឡប់ទៅវិញបានហើយតាមពិតនាងគួរតែនិយាយជាមួយខ្ញុំត្រង់តែបែរជាដើមរកប្តីខ្ញុំបែបនេះតើវាមានន័យយ៉ាងម៉េចនាងគិតមែនទេថាគ្រាន់តែប្រើសម្រាប់ឲ្យស្រស់ស្អាតនឹងអាចរកកន្លែងពឹងពាក់ថ្មីបានទៀតនោះអ្នកមីងនឹងឲ្យដូចចំណានម៉ាក់ខ្ញុំព្រោះម៉ាក់ខ្ញុំស្អាតនិងពូកែជាងមីងឆ្ងាញ់ណាស់ទាំងចិត្តល្អធ្វើម្ហូបក៏ឆ្ងាញ់គ្រាន់បើជាងមីងចិត្តខ្មៅមែនហើយមីងមិនមើលប្តីមីងទេអីទាំងទៀបទាំងធាន់គាត់ពិតជាស័ក្តិសមជាមួយមីងខ្លាំងណាស់ល្អដូចជាមីងស៊ូប្តីមីងមិននឹងមានសមត្ថភាពឈុំដល់ទៅមកខ្លាំងណាស់តើនាងក្មេងនេះឆាប់យកវាទៅដាក់ទោសភ្លាមទៅសាក់មើលតើនាងគិតថាយើងខ្លាចទេចាំមើលពេលដែលគ្មានឈិនជាងប៉ៃចាំការពារក្បាលនាងឯងគ្រាន់តែជាសម្រាប់គ្មានតម្លៃតែប៉ុណ្ណោះខ្ញុំប្រហែលជាគ្មានអ្នកពឹងពាក់ពិតមែនប៉ុន្តែលោកស្រីកុំភ្លេចណាលីស៊ូគឺជាមនុស្សរបស់តកុលហ្វូមុននឹងប៉ះពាល់គេគួរតែស្គាល់ខ្លួនឯងខ្លះផងរឿងនៅថ្ងៃនេះអរគុណលោកហើយដែលបានជួយខ្ញុំទោះជាយ៉ាងណាក៏អរគុណលោកដែរតាមពិតខ្ញុំពេញចិត្តនឹងការទទួលការងារនេះណាស់ប៉ុន្តែលោកគួរតែសួរការស្ម័គ្រចិត្តរបស់លីស៊ូសិនអញ្ចឹងចុះខ្ញុំសូមនិយាយជាមួយលីស៊ូសិនណាបើគេយល់ព្រមខ្ញុំនឹងរីករាយទទួលការងារនេះប៉ាឲ្យខ្ញុំជួយបញ្ចុះបញ្ចូលម៉ាក់ព្រោះគាត់មិនចង់លែងលះប៉ាដឹងរឿងដែលកើតឡើងអស់ហើយតាមពិតខ្ញុំផ្ទាល់ក៏ទ្រាំឃើញម៉ាក់ឈឺចាប់ពីបាក់ដែរថែមទាំងត្រូវគេមើលងាយទៀតម៉ាក់គាត់មិនចង់ឲ្យម៉ាក់ត្រូវពិបាកហត់នឿយដល់ថ្នាក់នេះទេពួកគេទាំងអស់នោះមើលងាយម៉ាក់សពគ្រប់បែបយ៉ាងបើសិនជាអញម៉ាក់កុំលែងលះអីបានទេកូនសំវម៉ាក់ព្រមលើកលែងទោសឲ្យប៉ាទៅអ្វីដែលកូនកិននឹងនិយាយចេញមកម៉ាក់យល់ពីហេតុផលរបស់កូនម៉ាក់ក៏បានព្យាយាមនឹងគិតជារឿយៗដែរតែម៉ាក់គ្មានចិត្តសោកស្ដាយសូម្បីបន្តិចសោះម៉ាក់ដឹងថាបន្ទាប់ពីលែងលះជីវិតម៉ាក់នឹងកាន់តែលំបាកគ្មានកិត្តិយសដូចកាលពីមុនទៀតទេព្រោះ10ឆ្នាំកន្លងមកនេះពួកយើងធ្លាប់រស់នៅក្នុងជីវិតដ៏ប្រណិនហើយឲ្យមករស់នៅក្នុងជីវិតបែបនេះភ្លាមវាពិតជាពិបាកទទួលយកណាស់អញ្ចឹងម៉ាក់កុំលែងលះគ្នាអីយើងបន្តរស់នៅជីវិតរីករាយជាមួយគ្នាទៀតទៅឲ្យម៉ាក់សុំទោសណាកូនម៉ាក់មិនអាចធ្វើបានទេ
បើម៉ាក់នៅទ្រាំអភ័យទោសឲ្យកូនជីវិតម៉ាក់រស់នៅលើទ្រព្យសម្បត្តិក៏ពិតមែនតែម៉ាក់គ្មានសេចក្តីសុខផ្លូវចិត្តឡើយអ្វីដែលអ្នកមីងនិយាយគឺត្រឹមត្រូវហើយខ្ញុំក៏យល់ស្របតាមការសម្រេចចិត្តរបស់ម៉ាក់ដែរមែនហើយលីស៊ូមីងក៏មានសំណួរមួយចង់សួរក្មួយដែរណាតើក្មួយចង់ឲ្យមីងទៅធ្វើការនៅផ្ទះលោកពូដែរទេប៉ិតមែនណាខ្ញុំសប្បាយចិត្តណាស់ខ្ញុំស្វាគមន៍អ្នកមីងដែលដៃទាំងពីររបស់ខ្ញុំតែម្ដងអេអញកុំអើអស់ពេកមិញនេះខ្ញុំគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះតើម៉ាក់របស់ខ្ញុំគាត់ព្រមទៅធ្វើការនៅផ្ទះពូរបស់ឯងតែខ្ញុំបាញ់ចែកតួនាទីច្បាស់លាស់ណាស់ចាត់ទុកថាលើកនេះខ្ញុំសុខចិត្តចែករំលែកម៉ាក់ឲ្យឯងមានសេចក្តីសុខដែរចុះព្រោះឯងក៏ធ្លាប់ត្អូញត្អែរប្រាប់ខ្ញុំដែរមែនទេដូច្នេះក្នុងនាមជាមិត្តសម្លាញ់ខ្ញុំអនុញ្ញាតឲ្យឯងប៉ះពាល់ម៉ាក់របស់ខ្ញុំដែរចុះហេលោកពូគ្រាន់តែធ្វើអាហារពេលព្រឹករាល់ថ្ងៃបុណ្យទានក៏ឈប់សម្រាកធម្មតាថែមទាំងមានប្រាក់លើកទឹកចិត្តចុងឆ្នាំទៀតបើធ្វើការរួចរាល់ក៏អាចសម្រាកបានតាមចិត្តចង់ប្រាក់ខែដល់ទៅ40000ឯណោះមែនទេលោកពូប្រាក់ខែនឹងធានារ៉ាប់រងទាំងអស់នេះវាមិនច្រើនពេកទេអីលោកពូស្ដាប់ក្មួយណាលោកពូគឺជាពូដែលល្អបំផុតក្នុងលោកនេះហើយហេតុអីបានជាលោកពូយល់ចិត្តមនុស្សលោកដល់ថ្នាក់នេះខ្ញុំទៅតែនិយាយរឿងនេះជាមួយនឹងជីអ៊ីឃើញថាលោកពូចូលចិត្តធ្វើមុខស្មើមើលទៅចិត្តត្រជាក់តែបែបផ្កាចខ្លាំងណាស់ប៉ុន្តែតាមពិតលោកពូទាំងសង្ហាទាំងចិត្តល្អទៀត